បាទជំរាបសួរពុកម៉ែបងប្អូនជាកថ្ងៃនេះថ្ងៃអាទិត្យថ្ងៃ11បងប្អូនអត់ទៅណាចូលមកឃ្លាំងខាងហ៊ីអេ6នៅខាងពោធិ៍សាត់មកថតម៉ាស៊ីនជូតឲ្យបងប្អូនមើលកំសាន្តលេងបងប្អូនអស់កែងលោមានបងប្អូនត្រូវការអាចទៅមកសាក់ស៊ូពូមានបានទាំងតម្លៃទាំងកម្មវិធីបងរំលោះបងប្អូនណាដោយសារថ្ងៃអាទិត្យផងខ្ញុំមិនដឹងទៅណាដែរតនេចូលមកថតណាបងប្អូនអើយត្រាក់ទ័រនៅមុខខ្ញុំនេះអើយបងប្អូនអាចដាក់ពាក្យរំលោះបានដោយចូលរួមមុនត្រឹមតែ15ឬក៏20%អីទេបងប្អូនចូលរួមមុនបានហើយចោលចុង4ខែเนาะចោលចុង4ខែទាំងត្រាក់ទ័រទាំងម៉ាស៊ីនច្រូតនៅខាងក្រោយនោះដែរបងប្អូនណាមានច្រើនបងខ្ញុំថតត្រាក់ទ័រណាហើយការបងរំលោះមានមនុស្ស3នាក់មានប្តីមានប្រពន្ធមានអ្នកធានាប៉ុន្តែបើសិនជាករណីបងប្អូនតើតើមកខ្ញុំផ្ទាល់សាកសួរព័ត៌មានហើយកក់តាមរយៈខ្ញុំហើយបើបងប្អូនមានត្រឹមពាក់កណ្ដាល 50% យើងនឹងពិចារណាត្រឹមតែ2អ្នកប្តីប្រពន្ធបានណាឲ្យបងប្អូនមានត្រឹមពាក់កណ្ដាល 50% មុនណាអញ្ចឹងទឹកមានដៃតែ2អ្នកប្តីប្រពន្ធយើងសិក្សាទៅជាប់ដកត្រាក់ទ័រទៅបានឬក៏ផ្សេងចិត្តទៅបានបើអត់ជាប់អាហ្នឹងគិតផ្សេងទៀតណាអរគុណប៉ុណ្ណឹងចឹងថតចុចជូនបងប្អូនមើលប៉ុណ្ណឹងបងប្អូនណាមានចម្ងល់តើទៅសាកសួរតម្លៃជាមួយនឹងកម្មវិធីបងរស់អាចតើមកខ្ញុំបានណាបងប្អូនដែលនៅខាងពោធិ៍សាត់កំពង់ស្ពឺហើយនិងកំពង់ឆ្នាំងបើខកកំពង់ឆ្នាំងខ្ញុំសូមដកស្រុក2ដូចខ្ញុំនិយាយដែរអញ្ចឹងស្រុកកំពង់លេនិងស្រុកជលគិរីបងប្អូនណាយើងខ្ញុំអត់នេះទេអត់បានទៅដល់ហ្នឹងទេเนาะពីច្រើននៅពងលេហើយជលគិរីមានបងប្អូនក្រុមការងារខ្ញុំពីខាងកំពង់ចាមគាត់ចូលមកវិញណាអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងចែកជូនពុកម៉ែបងប្អូនហើយទស្សនាបងប្អូនណាអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចទៅមកបានប្រហែលជាមានអ្នកបងប្អូនដែលមើលវីដេអូនេះប្រហែលជាអាចនឹងមានអ្នកស្គាល់ខ្ញុំខ្លះហើយនឹងជួបខ្ញុំអ្នកខ្លះក៏យកបានអ្នកខ្លះក៏យកមិនបានដែរបងប្អូនណាអញ្ចឹងអធិស្ឋានបើសិនជាយកអត់បានអានេះវាគោលការណ៍របស់ក្រុមហ៊ុននៅពេលដែលយើងមានលទ្ធភាពមិនដល់គេអត់ហ៊ានឲ្យយើងជពាក់ឬក៏អត់ហ៊ានឲ្យយើងទៅប្រើទេព្រោះទៅពេលដែលយើងយកទៅប្រើតែដែលយើងមិនមានលទ្ធភាពថ្ងៃក្រោយពិបាកទាំងអស់គ្នាក្រុមហ៊ុនក៏ពិបាកទៅយកអីវ៉ាន់ពីបងប្អូនហើយបងប្អូនក៏ពិបាកនឹងការសងបំណុលគេវិញដែរអញ្ចឹងណាអញ្ចឹងគេឲ្យសិតតែមានមូលហេតុហើយគេមិនឲ្យក៏គេមានមូលហេតុដែរបងប្អូនអញ្ចឹងសិតតែចង់បានអតិជនណាក៏ចង់បានដែរបងប្អូនណាប៉ុន្តែទៅអត់ជាប់គុំប្រកាន់បងប្អូនណាធ្វើមិនទេបើលទ្ធភាពយើងយកអត់កើតបងប្អូនអញ្ចឹងដូចជាមិនមានអីច្រើនទេថ្ងៃនេះចែកជូនបងប្អូនប៉ុណ្ណឹងសម្រាប់ថ្ងៃអាទិត្យមានតែត្រាក់ទ័រមិនសិនចូលចែកជូនបងប្អូនទេណាមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានបានណាអរគុណ